ក្តៅចិត្តប៉ូលីសចរាចរណ៍ថៃខាត់សួរនាំច្រើនម៉ោងនិងពិន័យប្រាក់ច្រើនហួសហេតុអ្នកជិះម៉ូតូម៉ាឡេស៊ីមួយក្រុមធំប្រកាសធ្វើពហិការនិងអំពាវនាវឲ្យជនជាតិម៉ាឡេស៊ីឈប់ទៅលេងថៃភ្ញៀវទេសចរម៉ាឡេស៊ីមួយក្រុមដែលជាក្រុមអ្នកជិះម៉ូតូកំពុងផ្ទុះកំហឹងយ៉ាងខ្លាំងចំពោះវិធានការរបស់ប៉ូលីសថៃដោយពួកគេបានប្រកាសធ្វើពហិការនិងអំពាវនាវឲ្យជនជាតិម៉ាឡេស៊ីឈប់ទៅលេងប្រទេសថៃបន្ទាប់ពីពួកគេត្រូវបានប៉ូលីសចរាចរណ៍ថៃឃាត់សួរនាំច្រើនម៉ោងនិងផាកពិន័យជាប្រាក់ច្រើនហួសហេតុនៅហាតយ៉ៃដែលជាគោលដៅទេសចរដ៏សំខាន់សម្រាប់ភ្ញៀវម៉ាឡេស៊ីការផ្ទុះកំហឹងរបស់ក្រុមទេសចរម៉ាឡេស៊ីនេះបានផ្ទុះល្បីពេញបណ្ដាញទំនាក់ទំនងសង្គមបន្ទាប់ពីអ្នកប្រើប្រាស់ Facebook ម្នាក់ឈ្មោះថា Toxinga បានបង្ហោះវីដេអូបង្ហាញពីសកម្មភាពក្រុមអ្នកជិះម៉ូតូម៉ាឡេស៊ីចំនួន17នាក់ត្រូវប៉ូលីសចរាចរណ៍ថៃឃាត់សួរនាំនៅហាតយ៉ៃចេញសម្បត្តិផាកពិន័យរហូតដល់ទៅ15សន្លឹកសរុបជាទឹកលុយ 15,000 បាតឬជាង$450ការបង្ហោះនោះបានចោទថាប៉ូលីសថៃបានឃាត់សួរនាំនិងត្រួតពិនិត្យពួកគេរហូតដល់7 3ម៉ោងហើយក្រុមអ្នកទេសចរម៉ាឡេស៊ីត្រូវបានចាប់បង្ខំឲ្យបង់ប្រាក់ពិន័យភ្លាមៗអ្នកជិះម៉ូតូមួយចំនួនក៏អះអាងដែរថាម៉ូតូរបស់ពួកគេប្រើបំពង់ផ្សែងត្រឹមត្រូវតាមស្តង់ដារចេញរោងចក្រតែប៉ូលីសថៃនៅតែចាប់កំហុសព្រមទាំងមិនទទួលស្គាល់បានបើកបរ Digital ទៀតផងវីដេអូនេះបានផ្ទុះល្បីយ៉ាងឆាប់រហ័សប៉ុន្តែប៉ូលីសថៃបានច្រានចោលការចោទប្រកាន់ដោយក្រុមអ្នកជិះម៉ូតូម៉ាឡេស៊ីហើយអះអាងថាពួកគេគ្រាន់តែអនុវត្តតាមច្បាប់ប៉ុណ្ណោះខ្ញុំតារាពី RT News Best Solution មានទទួលថតផ្សាយផ្ទាល់គ្រប់កម្មវិធីសម្ពោធផលិតផលថ្មីជួបលៀងតាមស្ថាប័ន Live Stream to Facebook Page YouTubeការប្រគំមន្ត្រីតូចធំនានាសិរីមង្គលអាពាហ៍ពិពាហ៍សិរីមង្គលភ្ជាប់ពាក្យអង្គប្រជុំសិក្ខាសាលាបុណ្យទានផ្សេងៗខួបកំណើត Best Solution ឯកទេសថតផ្សាយផ្ទាល់ឈានមុខគេនៅកម្ពុជាព័ត៌មានបន្ថែមពីកម្មវិធីរបស់អ្នក Customer Service ទំនាក់ទំនងលេខទូរស័ព្ទ07 845 083និង014 823 235